អ្វីជាគោលការណ៍បង្ក្រាបក្មេងទំនើងរបស់អាវុធហត្ថរាជធានីភ្នំពេញរយៈកាលកន្លងមកគេបានឃើញអាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាបក្មេងទំនើងដោយភ្លៀងរលឹមមិនថាក្រុមបន្លំលួចឆក់ប្លន់ក្រុមបង្ហោះម៉ូតូក្រុមវាយកាប់ចាក់ក្រុមប្រមូលផ្ដុំគ្នាជក់ថ្នាំញៀនឬជក់បារីអេឡិចត្រូនិកក្រុមកែច្នៃបំពង់ស៊ីម៉ាំងរថយន្តនិងម៉ូតូខុសលក្ខណៈបច្ចេកទេសបើកបរល្បឿនលឿនលើច្បាប់កំណត់ដោយនាំយកទៅប្រមានអប់រំតាមវិធានការរដ្ឋបាលនិងឈានដល់ការកសាងសំណុំរឿងបញ្ជូនទៅតុលាការជាបន្តបន្ទាប់សកម្មភាពបង្ក្រាបក្រុមក្មេងទំនើងទាំងនេះពិតជាទទួលបានការសាទរពេញទំហឹងពីមហាជនទូទៅតែក៏នៅមានមតិរិះគន់ខ្លះហាក់មិនយល់និងមិនពេញចិត្តចំពោះចំណាត់ការរបស់សមត្ថកិច្ចទន្ទឹមគ្នានេះនៅវេលាម៉ោង 22:30 នាទីថ្ងៃទី 20 ខែមីនា ឆ្នាំ 2026 កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញបានធ្វើការឃាត់ម៉ូតូ 11 គ្រឿងនិងរថយន្ត 2 គ្រឿងដែលបានកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេសបើកបរល្បឿនលឿនក្នុងទីប្រជុំជនលើសច្បាប់កំណត់បង្កឲ្យមានការភ័យខ្លាចនិងមានសម្លេងរំខានដល់ប្រជាពលរដ្ឋបាត់បង់សណ្ដាប់ធ្នាប់សាធារណៈលើដងផ្លូវនៅចំណុចភូមិមួយសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញចំណុចដែលធ្វើឲ្យមនុស្សមួយចំនួនមានការចាប់អារម្មណ៍នោះគឺអ្នកបើកបររថយន្តទាំងពីរគ្រឿងមានម្នាក់ឈ្មោះទេពិសិដ្ឋជាតារារ៉េបបើករថយន្ត Mark Porsche Carrera ឆ្នាំផលិត 2012 ពាក់ស្លាកលេខកម្ពុជា WAW.Boss និងម្នាក់ទៀតឈ្មោះយ៉ាងចិនស៊ីអាយុ 30 ឆ្នាំបើករថយន្ត Mark Ford Mustang ឆ្នាំផលិត 2015 ពាក់ស្លាកលេខ PAO0777 ដែលពួកគេពុំមែនជាក្មេងទេហើយរថយន្ត Mark Porsche Carrera ឆ្នាំផលិត 2012 ត្រូវបានម្ចាស់កែច្នៃស៊ីម៉ាំងទាំងស្រុងនិងកែសេរីឡើងឆ្នាំផងដែរតែក៏មានអ្នកមិនដឹងច្បាស់ចេះជាងម្ចាស់រថយន្តចេញមកអះអាងថាជារថយន្តមានសម្លេងឮខ្លាំងពីរោងចក្រហេតុអ្វីអាវុធហត្ថរាជធានីភ្នំពេញបែរជាធ្វើការបង្ក្រាបតើអ្វីជាគោលការណ៍បង្ក្រាបក្មេងទំនើងរបស់អាវុធហត្ថរាជធានីភ្នំពេញពាក់ព័ន្ធចំណុចខាងលើនេះឧត្តមស្នេហ៍ឯករដ្ឋស្រៀងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានមានប្រសាសន៍ថាគោលការណ៍បង្ក្រាបក្មេងទំនើងរបស់អាវុធហត្ថរាជធានីភ្នំពេញគឺស្របតាមបទបញ្ជារបស់នាយករដ្ឋមន្ត្រីនិងបណ្ដឹងមហាជនដោយមិនសំដៅត្រឹមតែយុវវ័យដែលមានអាយុតិចនោះទេគឺថាជនណាក៏ដោយមិនថាចាស់ឬក្មេងខ្មែរឬបរទេសអ្នកមានឬអ្នកក្រក្រៃអ្នកល្បីឬចោលឲ្យតែប្រព្រឹត្តសកម្មភាពទំនើងនិងល្មើសច្បាប់បង្កការភ័យខ្លាចនិងរំខានសាធារណជនទូទៅគឺត្រូវបង្ក្រាបទាំងអស់ហើយការបារម្ភការភ័យខ្លាចការធុញថប់របស់មហាជនលើដងផ្លូវតែងតែបានធ្វើការប្តឹងសុំអន្តរាគមន៍មកកាន់អាវុធហត្ថរាជធានីភ្នំពេញតាមរយៈទូរស័ព្ទបន្ទាន់លេខ 1291 ស្ទើររាល់ថ្ងៃសូមកុំឲ្យសញ្ញេតជនរងគ្រោះស្រែកទ្រហោយំបោកខ្លួនដោយសារតែការបើកបររបស់អ្នកសូមបញ្ឈប់រាល់សកម្មភាពទំនើងគោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់បើកបរតាមល្បឿនកំណត់អតិបរមាក្នុងទីប្រជុំជនដែលរថយន្តតូចធំគឺ40 គីឡូម៉ែត្រក្នុង1ម៉ោងរីឯម៉ូតូគោយន្តរ៉ឺម៉កត្រាក់ទ័រគឺ30 គីឡូម៉ែត្រក្នុង1ម៉ោងដូច្នេះបើទោះបីជារថយន្តអ្នកមានសម្លេងឮខ្លាំងពីរោងចក្រឬកែច្នៃតែបើអ្នកមិនល្មើសច្បាប់ដោយទំនើងបើកលើសល្បឿនកំណត់ក្នុងទីប្រជុំជនមិនបានបង្កការរំខាននិងការភ័យខ្លាចដល់អ្នកដទៃលើដងផ្លូវពុំមែនជាសកម្មភាពទំនើងនោះអ្នកនឹងមិនត្រូវបានបង្ក្រាបដោយសមត្ថកិច្ចឡើយ